ខ្ញុំធ្លាប់បានឃើញសកម្មភាពត្រាម៉ាមួយចំនួននៅលើបណ្ដាញសង្គមហើយក៏មានបងប្អូនមួយចំនួនទៀតពេលឃើញនរណាម្នាក់ចង់ធ្វើអត្តឃាតគាត់បានធ្វើការថតវីដេអូបង្ហាញមុខម្នាក់នោះបង្ហោះនៅតាមបណ្ដាញសង្គមឲ្យគេឃើញការធ្វើបែបនេះគាត់មានគោលបំណងក្នុងការជួយកុំឲ្យបុគ្គលនោះធ្វើអត្តឃាតបន្តទៀតតើការធ្វើបែបនេះពិតជាអាចជួយបុគ្គលម្នាក់កុំឲ្យបន្តធ្វើអត្តឃាតបានដែរទេហើយការគិតបែបនេះអាចបង្កគ្រោះថ្នាក់ផងដែរក៏ថាបាននៅក្នុងវីដេអូនេះយើងនឹងលើកឡើងពីការយល់ច្រឡំតគ្នាមួយចំនួនទាក់ទងនឹងការធ្វើអត្តឃាតមកនិយាយការជួយដ៏ត្រឹមត្រូវមួយនឹងអាចសង្គ្រោះជីវិតមនុស្សម្នាក់បានហើយការសង្គ្រោះជីវិតមនុស្សក៏ដូចជាការធ្វើបុណ្យកុសលមួយរបស់លោកអ្នកផងដែរការពិតទៅការសន្ទនាដោយបើកចំហនិងប្រកបដោយការយល់ចិត្តគឺជាឧបករណ៍មួយដ៏ល្អបំផុតក្នុងការបង្ការការធ្វើអត្តឃាតរបស់បុគ្គលម្នាក់ផ្នែកទី1ការយល់ច្រឡំនិងការពិតការយល់ច្រឡំទី1ការនិយាយអំពីរឿងរ៉ាវទាក់ទងនឹងការធ្វើអត្តឃាតគឺជាគំនិតមួយមិនល្អនោះទេហើយការនិយាយនេះអាចជាការលើកទឹកចិត្តឲ្យមនុស្សប្រព្រឹត្តការសម្លាប់ខ្លួនបានការពិតតាមពិតទៅដោយសារតែមានការរើសអើងនិងមានការមាក់ងាយទៅលើមនុស្សមានបំណងធ្វើអត្តឃាតធ្វើឲ្យមនុស្សភាគច្រើនដែលកំពុងសិញ្ជឹងគិតរឿងមួយនេះមិនដឹងថាខ្លួនត្រូវនិយាយជាមួយអ្នកណាដើម្បីឲ្យខ្លួនអាចទទួលជំនួយបាននោះទេការនិយាយដោយបាក់ចំហមិនត្រឹមតែមិនបានលើកទឹកចិត្តឲ្យមនុស្សមានអាកប្បកិរិយាធ្វើបាបខ្លួនឯងប៉ុណ្ណោះនោះទេការនិយាយបែបនេះអាចផ្ដល់ឱកាសដល់បុគ្គលម្នាក់នៅជំរឿនផ្សេងទៀតក្រៅពីការធ្វើបាបខ្លួនឯងលើពីនេះទៅទៀតពួកគេមានពេលវេលាដើម្បីគិតឡើងវិញអំពីការសម្រេចចិត្តរបស់ខ្លួនដូចនេះហើយការនិយាយបាក់ចំហអំពីការធ្វើអត្តឃាតអាចជាការការពារមនុស្សពីការធ្វើអត្តឃាតទៅវិញទេការយល់ច្រឡំទី2អ្នកដែលនិយាយថាចង់ស្លាប់គឺគ្រាន់តែចង់ទទួលចំណាប់អារម្មណ៍តែប៉ុណ្ណោះអ្នកនោះមិនធ្វើរឿងនេះនោះទេការពិតមនុស្សដែលនិយាយអំពីការធ្វើអត្តឃាតគាត់ប្រហែលជាកំពុងស្វែងរកការគាំទ្រពីលោកអ្នកក៏មិនដឹងមនុស្សមួយភាគធំដែលមានគំនិតចង់ធ្វើអត្តឃាតជាមនុស្សដែលកំពុងតែមានអារម្មណ៍ថប់បារម្ភធ្លាក់ទឹកចិត្តនិងអស់សង្ឃឹមហើយអ្នកទាំងនោះប្រហែលជាមានអារម្មណ៍ថាមិនមានជំរឿនផ្សេងល្អជាងនេះទៀតក្រៅពីការធ្វើបាបខ្លួនឯងនោះទេការយល់ច្រឡំទី3ការធ្វើអត្តឃាតស្ទើរតែទាំងអស់គឺកើតឡើងភ្លាមដោយមិនដឹងខ្លួនជាមុននោះទេការពិតភាគច្រើនបំផុតនៃមនុស្សមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងតែបង្ហាញឲ្យដឹងជាមុនមិនថាពាក្យសម្ដីអាកប្បកិរិយានោះទេបើទោះបីជាការធ្វើអត្តឃាតខ្លះអាចកើតឡើងដោយព្រៀងទុកក៏ដោយក៏ជាការសំខាន់ណាស់ក្នុងការស្វែងយល់អំពីសញ្ញាព្រមានផ្សេងហើយត្រូវមានការប្រុងប្រយ័ត្នជាមុនចំពោះមនុស្សមានបញ្ហាការយល់ច្រឡំទី4អ្នកដែលចង់សម្លាប់ខ្លួននិងនៅតែចង់សម្លាប់ខ្លួនជារៀងរហូតការពិតការលេចឡើងនៅគំនិតចង់ធ្វើអត្តឃាតជារឿយកើតឡើងភ្លាមមួយរំពេចហើយក៏អាស្រ័យដោយស្ថានភាពជាក់លាក់មួយផងដែរខណៈពេលដែលគំនិតចង់ធ្វើអត្តឃាតអាចនឹងត្រឡប់មកវិញនៅពេលណាមួយក៏ពិតមែនក៏គំនិតនេះមិនមែនស្ថិតជាប់ជាមួយបុគ្គលម្នាក់នោះគ្រប់ពេលវេលានោះទេបុគ្គលមានគំនិតចង់ធ្វើអត្តឃាតក៏អាចបន្តរស់រានមានជីវិតបានយ៉ាងយូរផងដែរការយល់ច្រឡំទី5មនុស្សដែលចង់ស្លាប់ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យតែខ្លួនឯងស្លាប់ការពិតនេះជារឿងមួយផ្ទុយទៅវិញនោះទេមនុស្សដែលចង់ធ្វើអត្តឃាតតាមតែមានអារម្មណ៍មិនច្បាស់លាស់ថាខ្លួនគួររស់នៅបន្តឬស្លាប់ទៅវិញល្អជាងបុគ្គលចង់ធ្វើអត្តឃាតច្រើនតែធ្វើតាមសន្ទុះចិត្តរបស់ខ្លួនមួយឆាវប៉ុណ្ណោះការលុតទឹកសម្រាប់ខ្លួនបើទោះបីជាខ្លួនឈប់ចង់ស្លាប់ពេលធ្លាក់ទឹកហើយក៏ដោយក៏ម្នាក់នោះនឹងពិបាកក្នុងការរស់រានមានជីវិតវិញផងដែរការទទួលបានជំនួយផ្លូវចិត្តត្រឹមត្រូវនិងទាន់ពេលវេលាអាចការពារការធ្វើអត្តឃាតបានយ៉ាងមានប្រសិទ្ធភាពការយល់ច្រឡំទី6តើតែអ្នកមានជំងឺផ្លូវចិត្តទើបគិតចង់សម្លាប់ខ្លួនការពិតការធ្វើអត្តឃាតជាការបង្ហាញអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំងរួចទៅហើយប៉ុន្តែនេះមិនមែនមានន័យថាតើតែមនុស្សអ្នកមានជំងឺផ្លូវចិត្តទើបម្នាក់នោះធ្វើអត្តឃាតនោះដែរអ្នកមានជំងឺផ្លូវចិត្តជាច្រើនក៏មិនមានអាកប្បកិរិយាទាក់ទងនឹងការធ្វើអត្តឃាតនោះដែរមិនមានមនុស្សមានជំងឺផ្លូវចិត្តសុទ្ធតែជ្រើសរើសយកការសម្លាប់ខ្លួនដើម្បីដោះស្រាយបញ្ហានោះទេមកដល់ត្រង់ចំណុចនេះតើលោកអ្នកមានការយល់ឃើញយ៉ាងណាដែរសម្រាប់ការយល់ច្រឡំទាំង6នេះសូមចែករំលែកនៅមតិយោបល់របស់លោកអ្នកក្នុង comment ខាងក្រោមផ្នែកទី2សញ្ញាព្រមានមួយចំនួននៃអត្តឃាតកម្មភ
ភាគច្រើននៃអ្នកដែលប៉ុនប៉ងធ្វើអត្តភាពបានបង្ហាញសញ្ញាព្រមានជាច្រើនមិនថាតាមរយៈពាក្យសម្ដីអាកប្បកិរិយាឬអារម្មណ៍ដែលប្រែប្រួលនោះទេសញ្ញាព្រមានតាមរយៈពាក្យសម្ដីរួមមាននិយាយបញ្ជាក់ថាខ្លួនចង់ស្លាប់និងសម្លាប់ខ្លួនឯងនេះជាសញ្ញាព្រមានដ៏លេចធ្លោមួយលើកយកការស្លាប់ឬធ្វើអត្តភាពមកជជែកបង្ហាញថាខ្លួនមានអារម្មណ៍អស់សង្ឃឹមឬគ្មានហេតុផលដើម្បីរស់នៅនិយាយពាក្យពេចន៍លាទៅកាន់ក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ខ្លួននិយាយត្អូញត្អែថាខ្លួនជាបន្ទុករបស់អ្នកដទៃការបន្ទោសខ្លួនឯងឬឲ្យតម្លៃខ្លួនឯងទាបខ្លាំងធ្វើការត្អូញត្អែពីបញ្ហាសុខភាពរបស់ខ្លួនឬរៀបរាប់ថាខ្លួនឈឺចុកចាប់ផ្សេងៗមនុស្សដែលនិយាយអំពីការធ្វើអត្តឃាតជាសញ្ញាមួយបង្ហាញថាខ្លួនកំពុងតែព្យាយាមស្វែងរកជំនួយឬអ្នកដែលគាំទ្រផ្លូវចិត្តរបស់ខ្លួនសូមចាំថាការនិយាយអំពីការស្លាប់ឬការធ្វើអត្តឃាតជាសញ្ញាព្រមានទូទៅបំផុតមានលក្ខណៈទូទៅហើយក៏ជាសញ្ញាព្រមានមួយដែលមានប្រយោជន៍បំផុតផងដែរជាពិសេសសម្រាប់ការទស្សទាយការធ្វើអត្តឃាតដែលខិតជិតមកដល់ដោយសារតែសញ្ញាមួយនេះគេឃើញមានពោះសម្រាប់អ្នកមានគំនិតចង់ធ្វើអត្តឃាតជាពិសេសរយៈពេលមួយសប្តាហ៍មុនពួកគេធ្វើអត្តឃាតសញ្ញាព្រមានពីការផ្លាស់ប្ដូរអាកប្បកិរិយាដកខ្លួនចេញពីគេឯងឬនៅឯកោនេះជាសញ្ញាព្រមានលេចធ្លោមួយមានអាកប្បកិរិយាខុសប្លែកពីធម្មតាធ្វើតាមសន្ទុះចិត្តខ្លួនចង់ធ្វើឬធ្វើសកម្មភាពប្រឈមគ្រោះថ្នាក់ផ្សេងៗរៀបចំប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនដល់អ្នកដទៃរៀបចំជីវិតរបស់ខ្លួនមានការបង្កការឈឺចាប់ដល់ខ្លួនឯងដូចជាប្រើប្រាស់គ្រឿងញៀនគ្រឿងសង្វឹងជាដើមលែងមានចំណាប់អារម្មណ៍ដូចជាការថែទាំខ្លួនឯងឬលែងចាប់អារម្មណ៍ធ្វើសកម្មភាពដែលធ្លាប់ចូលចិត្តធ្វើពីមុនមកនៅពេលមានសញ្ញាបន្ថែមដល់អាកប្បកិរិយាខាងលើថែមពីលើពាក្យសម្ដីនោះជាការបង្ហាញថាលោកម្នាក់នោះមានការកើនឡើងនូវហានិភ័យក្នុងការធ្វើអត្តឃាតសូមចាំថានៅពេលបុគ្គលម្នាក់មានការផ្លាស់ប្ដូរការប្រព្រឹត្តខុសពីធម្មតានោះអាចជាសញ្ញាបង្ហាញថាបុគ្គលម្នាក់នោះកំពុងតែមានបញ្ហាអ្វីមួយទៅហើយសញ្ញាព្រមានផ្នែកផ្លូវអារម្មណ៍ឬផ្លូវចិត្តមានអារម្មណ៍ធ្លាក់ទឹកចិត្តញឹកញាប់នេះជាសញ្ញាព្រមានដ៏លេចធ្លោមួយមានអារម្មណ៍អស់សង្ឃឹមឬជីវិតរស់នៅគ្មានន័យមានការគិតចង់ស្លាប់មានអារម្មណ៍ថប់បារម្ភឬងាយក្នុងការរំជួលចិត្តមានអារម្មណ៍ទទេស្អាតនិងមានអារម្មណ៍ថាឈឺចាប់ស្អប់ខ្លួនឯងនិងយល់ថាខ្លួនឯងជាបន្ទុកដល់គេឯងមានអារម្មណ៍ផ្លាស់ប្ដូរយ៉ាងខ្លាំងសញ្ញាព្រមានខាងអារម្មណ៍បង្ហាញឲ្យដឹងពីស្ថានភាពផ្លូវចិត្តជាច្រើនរបស់បុគ្គលម្នាក់ៗរួមទាំងអារម្មណ៍ធ្លាក់ចុះទាបនិងការប៉ះពាល់អារម្មណ៍អវិជ្ជមានធ្ងន់ធ្ងររបស់បុគ្គលសញ្ញាព្រមានលើរាងកាយមានការរំខានលើដំណេកដូចជាពិបាកគេងច្រើនលើលុបនេះជាសញ្ញាព្រមានលេចធ្លោមួយការផ្លាស់ប្ដូរចំណង់អាហារញ៉ាំច្រើនឬតិចជ្រុលរូបរាងកាយមានការប្រែប្រួលខ្លាំងទាំងសុខភាពនិងទម្ងន់មានអារម្មណ៍ឈឺចុកចាប់លើរាងកាយជាប់ជាប្រចាំជាពិសេសចំពោះស្ត្រីសូមចាំថារោគសញ្ញានៅលើរាងកាយក៏អាចបង្ហាញពីហានិភ័យនៃការធ្វើអត្តឃាតរបស់បុគ្គលម្នាក់ផងដែររយៈពេលកើតមានសញ្ញាព្រមានមួយចំនួនមានសារៈសំខាន់ណាស់ហើយមានសញ្ញាខ្លះអាចលេចឡើងមកភ្លាមមុនពេលធ្វើអត្តឃាតជាពិសេសក្នុងរយៈពេល24ម៉ោងមុនពេលប៉ុនប៉ងធ្វើអត្តឃាតសញ្ញាព្រមាននោះរួមមានសញ្ញាបង្ហាញពីទំនាក់ទំនងជាមួយនឹងការធ្វើអត្តឃាតការផ្ដាច់ខ្លួនពីសកម្មភាពផ្សេងៗអារម្មណ៍ឈឺចុកចាប់និងចំនួនធ្ងន់ធ្ងរជាមួយនឹងក្រុមគ្រួសាររបស់ខ្លួនស្របពេលជាមួយគ្នានេះដែរមានសញ្ញាមួយចំនួនផ្សេងទៀតអាចកើតឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍ឬច្រើនខែមកហើយក្នុងនោះរួមមានសញ្ញាផ្លូវចិត្តចុះខ្សោយបន្តិចម្ដងក៏ដូចជាសញ្ញាបញ្ហាផ្លូវចិត្តដែលធ្លាប់កើតមានពីមុនមកផងដែរការរួមបញ្ចូលនៃសញ្ញាព្រមានផ្សេងគ្នាជាពិសេសសញ្ញាព្រមានលេចធ្លោទាំងឡាយដែលបានបង្កឡើងឲ្យមានការផ្លាស់ប្ដូរអាកប្បកិរិយារបស់បុគ្គលយ៉ាងជាក់ច្បាស់គួរតែ
មានការយកចិត្តទុកដាក់ជាបន្ទាន់និងទទួលបានអន្តរាគមន៍ជាក់លាក់មួយអន្តរាគមន៍ជួយពីមនុស្សស្និទ្ធស្នាលណាម្នាក់និងជាពិសេសពីអ្នកជំនាញផ្លូវចិត្តដើម្បីបង្ការកុំឲ្យរឿងអាក្រក់កើតឡើងគឺជារឿងចាំបាច់ផ្នែកទី4អន្តរាគមន៍ក្នុងការជួយការទទួលស្គាល់ពីសញ្ញាព្រមានអំពីការធ្វើអត្តឃាតត្រូវទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់ច្បាស់លាស់និងមានលក្ខណៈជាប្រព័ន្ធដើម្បីជួយឲ្យបុគ្គលម្នាក់មានស្ថិរភាពនិងភ្ជាប់ពួកគេជាមួយនឹងអ្នកជំនាញឯកទេសវិជ្ជាជីវៈនៅពេលដែលនរណាម្នាក់បង្ហាញសញ្ញាព្រមានទាំងអស់នេះសកម្មភាពដែលធ្វើឡើងអាចសង្គ្រោះជីវិតមនុស្សដោយសារតែការស្រាវជ្រាវបានបង្ហាញថាបុគ្គលដែលធ្វើអត្តឃាតភាគច្រើនមានភាពស្រពេចស្រពិលអំពីការស្លាប់របស់ខ្លួនដូចនេះនៅពេលដែលលោកអ្នកសម្គាល់សញ្ញាព្រមានទាំងអស់នេះឬមានអារម្មណ៍ថាមនុស្សនៅក្បែរអ្នកកំពុងជួបវិបត្តិផ្លូវចិត្តតើត្រូវធ្វើដូចម្តេចទី1ស្ដាប់ដោយមិនមានការវិនិច្ឆ័យសូមធ្វើការបង្កើតបរិយាកាសសុវត្ថិភាពមួយដោយផ្ដល់ឲ្យពួកគាត់អាចនិយាយចេញនូវរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនដោយមិនមានការភ័យខ្លាចចំពោះការរិះគន់នោះឡើយមានពេលខ្លះការស្ដាប់ដោយយកចិត្តទុកដាក់របស់លោកអ្នកជាជំនួយមួយដ៏ធំសម្រាប់ពួកគាត់បាត់ទៅហើយសូមព្យាយាមស្ដាប់ឲ្យបានច្រើនជាងការនិយាយណែនាំលើកទឹកចិត្តគាត់ពេលនេះជាពេលវេលាគាត់ចង់និយាយអំពីបញ្ហាក្នុងខ្លួនរបស់គាត់ជាជាងស្ដាប់ពាក្យពេចន៍ផ្សេងៗទៀតទី2សូមសួរសំណួរដោយផ្ទាល់ប៉ុន្តែប្រកបដោយចិត្តអាណិតមេត្តាសូមកុំមានអារម្មណ៍ខ្លាចរអាក្នុងការសួរសំណួរថាខ្ញុំបារម្ភពីអ្នកណាស់តើអ្នកកំពុងគិតចង់ធ្វើអត្តឃាតមែនទេការសួរសំណួរបែបនេះបង្ហាញថាលោកអ្នកកំពុងតែយកចិត្តទុកដាក់ពិតប្រាកដបើទោះបីជាលោកអ្នកមិនបានសាកសួរក្នុងចិត្តរបស់បុគ្គលម្នាក់នោះក៏មានការគិតចង់ធ្វើបាបខ្លួនឯងដដែលផងដែរការសាកសួរហើយទុកពេលវេលាសម្រាប់បុគ្គលនោះនិយាយជាការជួយនិងភ្ជាប់ទំនាក់ទំនងទៅនឹងអ្នកដែលកំពុងមានបញ្ហារួចទៅហើយទី3សូមកុំទុកឲ្យអ្នកដែលចង់ធ្វើបាបខ្លួនឯងនៅម្នាក់ឯងប្រសិនបើលោកអ្នកជឿជាក់ថានរណាម្នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដោយប៉ុនប៉ងចង់ធ្វើអត្តឃាតហើយសូមនៅក្បែរពួកគាត់ព្រោះថាអារម្មណ៍ធ្វើបាបខ្លួនឯងអាចកើតឡើងភ្លាមមួយរំពេចតែវាក៏នឹងបាត់ទៅវិញផងដែរនៅពេលដែលនរណាម្នាក់នៅក្បែរគាត់សូមចាំថាពេលនរណាម្នាក់កំពុងស្ថិតក្នុងស្ថានភាពលំបាកសូមធ្វើការដកហូតរបស់របរផ្សេងដែលលោកអ្នកមើលឃើញថាអាចបង្កគ្រោះថ្នាក់ចេញពីបរិវេណជុំវិញខ្លួនរបស់អ្នកដែលចង់ធ្វើបាបខ្លួនឯងនោះទី4ស្វែងរកជំនួយពីអ្នកឯកទេសសុខភាពផ្លូវចិត្តនៅពេលមនុស្សម្នាក់កំពុងជួបវិបត្តិធ្ងន់ធ្ងរសូមលើកទឹកចិត្តអ្នកនោះក្នុងការស្វែងរកជំនួយពីអ្នកឯកទេសដូចជាទៅជួបអ្នកប្រឹក្សាផ្លូវចិត្តអ្នកចិត្តសាស្ត្រឬគ្រូពេទ្យឯកទេសវិកលវិទ្យាលោកអ្នកក៏អាចជួយពួកគាត់ក្នុងការស្វែងរកព័ត៌មានឬធ្វើការណាត់ជួបអ្នកឯកទេសផងដែរការទទួលជួបព្យាបាលផ្លូវចិត្តពិតជាមានប្រសិទ្ធភាពក្នុងការជួយបុគ្គលម្នាក់ឲ្យមានអារម្មណ៍ធូរស្រាលនិងត្រឡប់មកដូចប្រក្រតីឡើងវិញបានសរុបមកការលុបចោលនៃការយល់ច្រឡំទាំងអស់នេះគឺជាកាតព្វកិច្ចរួមសូមរួមគ្នាក្នុងការកសាងសង្គមមួយដែលឲ្យតម្លៃលើសុខភាពផ្លូវចិត្តដូចសុខភាពរាងកាយផងដែរហើយសូមរួមគ្នាជួយគ្នាទៅវិញទៅមកនៅពេលលោកអ្នកមើលឃើញថានរណាម្នាក់កំពុងមានវិបត្តិការយល់ដឹងរបស់លោកអ្នកនៅថ្ងៃនេះអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់បានប្រសិនបើលោកអ្នកស្គាល់ឬដឹងថានរណាម្នាក់កំពុងស្ថិតក្នុងសញ្ញាព្រមានដូចខាងលើឬកំពុងត្រូវការជំនួយសូមកុំស្ទាក់ស្ទើរក្នុងការតាក់ទងទៅកាន់ខ្សែទូរស័ព្ទទាន់ហេតុការណ៍របស់បណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជាតាមរយៈលេខ1280ដែលផ្ដល់ការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់កុមារនិងយុវជនលោកអ្នកក៏អាចធ្វើការទំនាក់ទំនងទៅកាន់សមាគម EMDR ឬអង្គការ TPO កម្ពុជាដែលផ្ដល់សេវាកម្មសម្រាប់ជំនួយផ្នែកសុខភាពផ្លូវចិត្តផងដែរនៅតាមបណ្ដាមន្ទីរពេទ្យថ្នាក់ជាតិធំក៏មានសេវាសុខភាពផ្លូវចិត្តផងដែរសូមចាំថាការស្វែងរកអ្នកឯកទេសសុខភាពផ្លូវចិត្តមិនមែនមានន័យថាលោកអ្នកជាមនុស្សឆ្កួតនោះទេអ្នកមិននៅឯកាតែម្នាក់ឯងនោះទេសូមជួយចែករំលែកវីដេអូនេះដើម្បីជាចំណេះដឹងដល់មនុស្សកាន់តែច្រើនការចុច share របស់លោកអ្នកនឹងអាចធ្វើឲ្យមានភាពខុសប្លែកគ្នាដ៏ធំមួយបានសូមកុំភ្លេចចុច subscribe ដើម្បីទទួលបានវីដេអូអប់រំថ្មីៗពីយើងខ្ញុំបន្ថែមទៀតសូមអរគុណ